มจำรานโปញាតិញោមដែលជាអ្នកស្រឡាញ់ពេញចិត្តនៅបាលីឬមន្តអាគមបាលីគាថាខ្មែរទាំងអស់នៅថ្ងៃនេះមុននឹងយើងចូលទៅសិក្សារៀនសូត្រនៅបាលីឬមន្តអាគមវិជ្ជាផ្សេងអាត្មាភាពសូមឲ្យញាតិញោមជួយ Subscribe និងចុច Like នៅលើ Channel និងវីដេអូនេះម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតក្រោយអំពីញាតិញោមចប់វីដេអូនេះទៅអាត្មាភាពបាត់មុខមួយរយៈដោយកន្លងមកនេះកំពុងតែជាប់រវល់កិច្ចការងារមួយចំនួនផ្ទាល់ខ្លួននឹងក៏មិនបានបង្រៀនបង្ហាត់បង្ហាញនៅបាលីវិជ្ជាផ្សេងសម្រាប់ឲ្យកូនសិស្សគុណយកទៅប្រើប្រាស់សិក្សារៀនសូត្រនៅថ្ងៃនេះអាត្មាភាពមានឱកាសនឹងលើកយកនៅបាលីឬក៏គាថាណាមួយដែលញាតិញោមអាចយកទៅប្រើប្រាស់ក្នុងការទុកសម្រាប់ការពារខ្លួនក្តីទុកសម្រាប់ជួយប្រោះកូនចៅបន្តថែមអីទៀតឬក៏ថែរក្សានៅមរតកសម្បត្តិរបស់ខ្លួនដែលខ្លួនមានទៅហើយនៅវេលាពេលនេះអាត្មាភាពនឹងចង់បង្រៀនអំពីបាលីគាថាការពារគ្រាប់មីនបាលីគាថាការពារគ្រាប់មីននេះអាត្មាបានសិក្សាស្វែងរកនឹងក៏វាច្រើនណាស់ដែរហើយក៏មានច្រើនរបៀបច្រើនទម្លឹមច្រើនទម្លាប់ច្រើនប្រភេទទៅតាមបាលីនីមួយដែលញាតិញោមបានឃើញជាក់ស្ដែងទីសោតបាលីដែលអាត្មាភាពលើកយកមកបង្រៀននេះគឺជាបាលីការពារគ្រាប់មីនក្នុងការយើងជន់នៅក្នុងហេតុណាមួយដែលយើងពុំបានដឹងឬក៏ជន់ដោយអចេតនាដោយមិនមានចេតនាឬក៏មិនដឹងនៅទីនោះថាវាមានគ្រាប់មីនបង្កប់ឬលាក់មិនមែនក្នុងការអួតឬក្នុងការអាងឬក៏ក្នុងការបង្ហាញអ្វីអីនោះទេគ្រាន់តែអាត្មាភាពចង់បង្ហាញពីការបាលីអាគមវិជ្ជាខ្មែរនឹងវាមានពិតប្រាកដមែនក៏ចង់លើកយកមកបង្រៀនញាតិញោមគ្រប់គ្នានឹងថាឲ្យយកទៅប្រើប្រាស់ចោះក្រែងលោមានពេលណាដែលយើងមានការចាំបាច់ក្នុងការប្រើប្រាស់បាលីនេះឯងដូច្នេះហើយបើញាតិញោមណាជឿគោរពប្រតិបត្តិទៅលើបាលីអាគមវិជ្ជានេះញាតិញោមអាចស្ដាប់ពិចារណានៅលើអ្វីដែលអាត្មាបានបង្ហាត់បង្ហាញនឹងចោះចូលដល់បាលីយើងវិញមុននឹងការចូលទៅសិក្សារៀនសូត្រអាត្មាភាពសូមបង្ហាញញាតិញោមថារបស់អ្វីក៏ដោយត្រូវការដំណំត្រូវការសិក្សាអត់ធ្មត់ក្នុងការចូលព្រៃចូលអីហ្នឹងត្រូវប្រយ័ត្នប្រយែងកុំមានការសេចក្តីប្រមាទកុំមើលងាយឬកុំមើលស្រាលនៅទីណាមួយដែលជាកន្លែងវត្ថុស័ក្តិសិទ្ធិណាមួយឬក៏ចូលក្នុងព្រៃហោស្ថានអីដែលយើងពុំបានដឹងមុនសូមប្រយ័ត្នប្រយែងឲ្យបានខ្ពស់ក្នុងការដើរដំណើរចូលព្រៃជៀសវាងក្រែងលោណាវាមានហេតុអីផ្សេងដែលយើងពុំបានដឹងមុនឥឡូវនេះអាត្មាភាពនឹងលើកយកនៅបាលីនេះមកបង្រៀនញាតិញោមតែម្ដងសម្រាប់អ្នកដែលរៀនបាលីនេះមុននឹងដើរចូលព្រៃឬទៅទីកន្លែងសមរភូមិណាច្បាំងអីយ៉ាងម៉េចយ៉ាងម៉ាការពារខ្លួននោះត្រូវមិនបាច់លើកដៃប្រណម្យសូត្រអីទេណាគ្រាន់តែនឹកឃើញចិត្តគោរពសូត្រនៅក្នុងចិត្តរបស់យើងចំនួន3ចប់សូត្រ3ចប់ចឹងទៅឬក៏បើយើងមិនមានគេថាពេលវេលាហ្នឹងវាមិនទាន់អាសន្នពេកទេយើងអាចថាសូត្របានដែរណាបើសិនទេណាក្នុងការដែលវាមិនអាសន្នពេកប្រសិនថាបើវាមិនអាសន្នពេកយើងអាចលើកម្រាមដៃ10ឡើងលើហើយសូត្រទៅសូត្របគាថានឹង3ចប់ទៅយើងសូត្រផ្ដើមពីអ្នកមោតទៅមុនណាផ្ដើមពីអ្នកមោតទៅមុនដោយសេចក្តីគោរពជឿជាក់មុតមមទៅលើបាលីអាគមគាថា
ទោះបីជាសូទៅមិនបានឃើញនៅលទ្ធផលអ្វីក៏ដោយកុំឲ្យតែមានចិត្តប្រមាទនៅបល័យនឹងទៅបានហើយនឹងជួយយើងជៀសវាងនៅគ្រោះអពមង្គលគ្រោះនិមិត្តសម្លេងសត្វមិនជាទីគប់ចិត្តពពួកអមនុស្សខ្មោចបោវាសជៀសចេញឆ្ងាយចាប់ពីពេលនេះតរឿងទៅដែរឥឡូវនេះដើម្បីកុំឲ្យវែងឆ្ងាយយូរមើលទៅពេលវេលាcủaយើងវែងឆ្ងាយដែរអាត្មាភាពនឹងសូមសូត្រនៅព្រះគាថាបង្រៀនញាតិញោមតទៅដូចតទៅជាដំបូងលោកអ្នកត្រូវសូត្រនមោ3ចប់សិនញោមណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะក្រោយពីញាតិញោមពោលនមោឬសូត្រនមោចប់3ចប់ដូច្នេះយើងត្រូវសូត្របាលីឬគាថាដែលយើងបានសិក្សារៀននេះមោពុទ្ធយៈអ៊ីតិបិកតាំងស្ដាប់ឲ្យតន់ណានមោពុទ្ធយៈអ៊ីតិបិកតាំងសូត្រអញ្ចឹងញាតិញោមណានមោពុទ្ធយៈអ៊ីតិបិកតាំងนะโมพุทธายะอิติปิกะตังนะโมพุทธายะอิติปิกะตังนะโมพุทธายะอิติปิកតាំងចឹងញាតិញោមអាចយកទៅប្រើប្រាស់សូត្រទៅមិនមានការចងក្រងវែងទេពួកគេចងក្រងប៉ុណ្ណឹងដើម្បីឲ្យញាតិញោមពិចារណាសិក្សារៀនសូត្រដោយខ្លួនឯងងាយស្រួលមានការចាំបាច់ចឹងទៅយើងក៏វាមិនពិបាកក្នុងការរនឹកសូត្រអីចឹងដែរណាញាតិញោមត្រូវយល់អំពីចំណុចបាលីខ្លះមិនវែងបាលីខ្លះខ្លីហ្នឹងណាគឺងាយស្រួលក្នុងការសិក្សារៀនទៅវាមិនពិបាកក្នុងការសូត្រនៅពេលដែលយើងមានអាសន្នមួយទៀតបើញាតិញោមមានបញ្ហាណាមួយឬក៏ឆ្ងល់ត្រង់ចំណុចកន្លែងណាដែលញោមមិនច្បាស់ញោមមិនបាច់ខ្លាចចិត្តខ្លាចខ្លាចមួយទេតំណាក់តំណងមកអាត្មាភាពផ្ទាល់តាមរយៈលេខទូរស័ព្ទ096-704-8តាក់ទងមកសួរលោកប្អូនលោកក្មួយលោកចៅខ្ញុំកណានឹងវាមានបញ្ហាត្រង់ទៅនេះចង់សួរបន្តិចក្រែងលោកមានការខុសទាស់តម្រូវអីយ៉ាងម៉េចយ៉ាងម៉ាអីសូមឲ្យលោកគ្រូជួយបង្ហាត់បង្ហាញណែនាំបំភ្លឺផ្លូវអីចឹងទៅអានឹងបានតែមកម្ដងមកលើកយំតែមកម្ដងទៀតក្រែងលោកនិគុណជាប់រវល់អីយ៉ាងម៉េចយ៉ាងម៉ាកុំបាច់ខ្លាចចិត្តខ្លាចខ្លាមិនទេញោមណាហ្នឹងហើយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេញោមសូមចម្រើនពរលា